ចាសសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយទាក់ទងជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងធំ .com ចឹងថ្ងៃនេះគឺយើងមកមើលព័ត៌មានការងារនៅលើ website បងធំចឹងនៅលើ website បងធំពេលយើងចូលទៅភ្លាមគឺទំព័រមុខគឺបង្ហាញបែបហ្នឹងតែម្ដងចឹងការងារគ្រប់ប្រភេទដែលចូលទៅគឺចូលទៅទំព័រមុខហ្នឹងណាចាអញ្ចឹងមិនថាការងារថ្មីឬមួយក៏ការងារអីពីមុននេះគេចុះផ្សាយមួយថ្ងៃពីរថ្ងៃអីគឺវាអាចនៅទំព័រមុខហ្នឹងបានទាក់ទងជាមួយនឹងចំនួនការងារដែលផ្សាយចេញក្នុងមួយថ្ងៃណាចាដូច្នេះគឺយើងមើលដឹងទាក់ទងជាមួយនឹងប្រភេទការងារទាំងអស់ហ្នឹងគឺវាមានរូបសញ្ញារបស់ក្រុមហ៊ុនគេហៅថា logo ហ្នឹងហើយនឹងឈ្មោះមុខតំណែងដែលគេចុះផ្សាយហើយនឹងឈ្មោះក្រុមហ៊ុនណាចឹងលេខសម្គាល់ការងារក៏ដូចជាចំនួនថ្ងៃដែលការងារចុះផ្សាយចឹងគឺមានបង្ហាញនៅទីនេះគ្រប់ឲ្យយើងតែម្ដងណាចាដូច្នេះគឺអត់មានពិបាកទេសម្រាប់យើងចូលមើលគឺយើងចូលមើលយើងសំដៅទៅលើក្រុមហ៊ុនណាដែលយើងពេញចិត្តធ្វើការជាមួយហើយឬមួយក៏យើងមើលតម្រូវទៅលើចំនួនថ្ងៃដែលគេចុះផ្សាយហ្នឹងចឹងគឺវាងាយស្រួលបំផុតសម្រាប់ពួកយើងចូលមើលហ្នឹងណាចាឥឡូវគឺយើងមើលនៅក្នុងនេះគឺយើងមើលនៅខាងក្រុមហ៊ុនមួយទៅ Showroom Sales Executive Showroom Sales ហើយនឹង Sales Executive នៅខាង K Supply Co Ltd ចាដែលខ្ញុំជ្រើសក្រុមហ៊ុននេះហ្នឹងគឺដោយសារតែនេះគឺជាក្រុមហ៊ុនដែលគាត់ចុះផ្សាយតាក់ទងជាមួយនឹងផ្នែកលក់ចាអញ្ចឹងផ្នែកលក់ហ្នឹងគឺភាគច្រើនពួកយើងមិនសូវចូលចិត្តទេថាផ្នែកលក់ហ្នឹងគឺយ៉ាប់ណាការងារផ្នែកណាក៏យ៉ាប់ដែរណាអញ្ចឹងវាសំខាន់ទៅលើយើងយល់ឃើញថាតើក្នុងជំនាញហើយនឹងមុខតំណែងហ្នឹងមួយណាដែលយើងពេញចិត្តធ្វើហើយមួយណាដែលល្អសម្រាប់ពួកយើងបើយើងថាយើងមិនចេះលក់ទេព្រោះតែមិនចេះហ្នឹងយើងទៅរៀនលក់ទៅដើម្បីឲ្យយើងចេះណាអញ្ចឹងជំនាញអីក៏យើងត្រូវរៀនដែរសម្រាប់ឲ្យយើងចេះនោះហើយសម្រាប់ក្រុមហ៊ុននេះគឺយើងមើលការងារផុតកំណត់ថ្ងៃទី3ខែ4នេះហើយគាត់ត្រូវការពីមុខតំណែងសម្រាប់អ្នកលក់នៅខាងក្នុងហើយនឹងការលក់ sales executive ហ្នឹងណាអញ្ចឹង showroom sale ហ្នឹងអញ្ចឹងលក់នៅខាងក្នុងហើយយើងមើលព័ត៌មានរបស់ក្រុមហ៊ុនដែលគេដាក់លម្អិតអំពីការផ្សព្វផ្សាយហ្នឹងអញ្ចឹងនៅក្នុងហ្នឹងគឺយើងមើលគេនិយាយអំពីឈ្មោះក្រុមហ៊ុនដែលត្រូវធ្វើអីហ្នឹងណាអញ្ចឹងសំដៅកន្លែងហ្នឹងគឺក្រុមហ៊ុនគាត់ផ្គត់ផ្គង់ទៅលើផ្នែកទ្វារយើងឃើញ door ruler ណាអញ្ចឹងនៅក្នុងហ្នឹងគឺគេដាក់នៅនេះហើយណាអញ្ចឹងនៅខាងក្រុមហ៊ុនគាត់មានលក់សោលក់ទ្វារដំឡើងទ្វារដំឡើងអីហ្នឹងគឺជំនាញនៅខាងពួកគាត់តែម្ដងណាដូច្នេះគឺយើងចូលទៅគឺយើងមើលឃើញព័ត៌មានតាក់ទងជាមួយនឹងអញ្ចឹងមានន័យថានៅពេលដែលយើងចូលទៅធ្វើការហ្នឹងគឺយើងលក់នៅខាងផ្នែកសម្ភារៈដូចជាទ្វារដូចជាសោអីហ្នឹងចាអញ្ចឹងមានទ្វារសោគ្រប់ប្រភេទហ្នឹងគឺយើងលក់ហើយណាដូច្នេះវាជាជំនាញដ៏ពិសេសមួយសម្រាប់ពួកយើងដែរណាហើយនៅក្នុងហ្នឹងគឺយើងមានចំណេះដឹងពិសេសទៀតផងតាក់ទងជាមួយនឹងការងារទាំងអស់ហ្នឹងគឺមិនចេះតែមានមករហូតនោះទេណាចាហើយជាពិសេសនៅក្រុមហ៊ុនទៀតផងណាហើយដូច្នេះគឺយើងមើលតម្រូវការងារគឺយើងធ្វើការនៅក្នុងការិយាល័យហើយយើងចេះភាសាខ្មែរភាសាអង់គ្លេសណាទីតាំងនៅភ្នំពេញដូច្នេះនៅតាក់ទងជាមួយនឹងការងារគឺការងារពេញម៉ោងហើយប្រាក់ខែវិញ350ទៅ500ណាអញ្ចឹងយើងចេះជំនាញយើងមានប្រាក់ខែទៀតគឺល្អណាស់ណាអញ្ចឹងយើងចូលទៅមើលការងារហ្នឹងទៅណាចូលទៅគេហទំព័របងតំណ .com ហើយយើងស្វែងរកឈ្មោះក្រុមហ៊ុន K Supply ក៏បានឬមួយក៏យើងចូលទៅទំព័រមុខហ្នឹងយើងអូសមើលឈ្មោះក្រុមហ៊ុនទៅគឺយើងឃើញហើយណាចាដូច្នេះយើងមកមើលតាក់ទងជាមួយនឹងតម្រូវការទទួលខុសត្រូវការងារទាំងអស់ហ្នឹងគឺអត់ច្រើនទេយើងមើលណាការលក់របស់យើងគឺសាមញ្ញធម្មតាទេកាលណាយើងលក់យើងត្រូវដឹងពីផលិតផលយើងដឹងពីគុណភាពនៅក្នុងហ្នឹងណាចាហើយជំនាញផ្សេងៗទៀតគឺខាងកន្លែងគាត់នឹងបង្រៀនបន្ថែមសម្រាប់ពួកយើងហើយធម្មតាយើងចូលទៅគេបង្រៀនឲ្យយើងចេះពីចំណេះដឹងទាំងអស់ហ្នឹងហើយតាក់ទងជាមួយនឹងតម្រូវការវិញគឺយើងចេះភាសាអង់គ្លេសកម្រិតល្អហើយភាសាចិនបើភាសាចិនគឺសាមញ្ញបើយើងចេះភាសាចិនគឺគេផ្ដល់អត្ថប្រយោជន៍ទៅតែម្ដងណានៅពេលដែលយើងដាក់ពាក្យអញ្ចឹងវាជាចំណុចពិសេសមួយដែរយើងចេះ3ភាសាណាខ្មែរចិនអង់គ្លេសណាចាហើយតាក់ទងជាមួយនឹងកម្រិតសិក្សាវិញគឺថ្នាក់ទុតិយភូមិហើយនឹងបាក់ឌុបណាចាអញ្ចឹងវិទ្យាល័យហ្នឹងគឺយើងមើលកន្លែងហ្នឹងទៅគឺយើងដឹងហើយគឺមិនត្រូវការអីជ្រើនេះខ្ពស់ទេណាជាមួយនឹងចំណេះជំនាញទុនរបស់យើងគឺយើងត្រូវមានភាពស្មោះត្រង់ណាចែកចាយនឹងគំនិតល្អអត្តចរិតល្អណាធម្មតាទេកាលណាយើងលក់ទៅធ្វើជាងគឺយើងលក់ទៅរួចទេណាអញ្ចឹងគឺយើងមើលកន្លែងហ្នឹងទៅហើយចំណុចកន្លែងអស់ហ្នឹងបើយើងមានស្រាប់ហើយគឺអត់មានអីពិបាកទេណាចូលទៅធ្វើទៅរៀបចំប្រវត្តិរូបសង្ខេបហើយដាក់ទៅណាតាក់ទងជាមួយនឹងមុខតំណែងដែលយើងចង់ដាក់ហ្នឹងគឺយើងចង់ដាក់ sales executive ក៏បានយើងដាក់ sales showroom ក៏បានដែរដាក់ពីឥឡូវនេះណាហើយនៅក្នុងតាក់ទងជាមួយតំណែងមុខតំណែងមួយតម្រូវការហ្នឹងគឺអត់មានខុសគ្នាច្រើនទេយើងមើលទៅគឺយើងឃើញហើយណាចាប្រាក់ខែគឺដូចគ្នាទេហើយតាក់ទងជាមួយនឹងចំណេះដឹងផ្នែក computer វិញគឺយើងចេះទៅ Microsoft Word Excel Email ហ្នឹងគឺគ្រប់គ្រាន់តែម្ដងណាគឺអត់មានអីពិបាកច្រើនទេហើយជំនាញទុនរបស់យើងហ្នឹងគឺចាមានភាពស្មោះត្រង់ណាការចែកចាយចំណេះដឹងហើយអត្តចរិតអីហ្នឹងគឺយើងចាគឺត្រូវការតែសមរម្យទេមិនមែនឲ្យដល់ឋានៈយើងលំទុននេះខ្លាំងពេកទេណានៅក្នុងនេះគឺយើងឃើញតម្រូវការនៃការដាក់ពាក្យអញ្ចឹងតម្រូវការនៃការដាក់ពាក្យហ្នឹងគឺប្រវត្តិរូបសង្ខេបគឺលក្ខណៈទូទៅទេនៅស្រុកខ្មែរតែត្រូវការរូបថត 4x3 ហ្នឹងដាក់ភ្ជាប់ទៅជាមួយដើម្បីគាត់ចង់ដឹងរូបរាងយើងយ៉ាងម៉េចអីអញ្ចឹងទៅណាចានៅស្រុកគេគឺមិនខ្វល់ទេរឿងរូបថតហ្នឹងតែគាត់ថានៅស្រុកយើងគឺយើងភ្ជាប់រូបថតទៅវាជាការតាក់ទាញមួយសម្រាប់ការចុះធ្វើការរបស់យើងដែរណាហើយតាក់ទងជាមួយទីតាំងក្រុមហ៊ុនវិញគឺយើងមើលទីតាំងនៅចានៅគេដាក់កន្លែងនេះនៅភ្នំពេញថ្មីសែនសុខហ្នឹងណាហើយនឹងលេខទំនាក់ទំនងហើយបើយើងចាប់អារម្មណ៍គឺយើងចូលទៅរៀបចំប្រវត្តិរូបសង្ខេបហើយដាក់ពាក្យទៅក្រុមហ៊ុនទៅណានេះគឺជាការងារដែលយើងអាចនឹងមិនត្រូវការតម្រូវការច្រើនខ្លាំងហើយយើងមានចំណេះដឹងសមល្មមដែរដូចបញ្ជាក់នៅក្នុងនេះគឺយើងត្រូវតែម្ដងណាគឺយើងដាក់ពាក្យទៅណាគឺការងារនេះគឺល្អតាក់ទងជាមួយចំណេះដឹងនៃការលក់ផលិតផលតាក់ទងជាមួយនឹងក្រុមហ៊ុនមានហ្នឹងគឺល្អមែនតើណាគឺល្អណាស់ល្អសម្រាប់ពួកយើងអញ្ចឹងពេលយើងចាប់អារម្មណ៍គឺយើងរៀបចំប្រវត្តិរូបសង្ខេបហើយយើងដាក់ពាក្យទៅក្រុមហ៊ុនទៅណាចាអញ្ចឹងថ្ងៃនេះយើងមានប៉ុណ្ណឹងហើយក៏សូមអរគុណជូនពរពួកយើងមានសំណាងល្អ